សូមជូនរឿងកសិករស្មោះត្រង់និងដើមត្នោតមៀនៅក្នុងឃុំតូចមួយមានកសិករម្នាក់ឈ្មោះតារាដែលរស់នៅជាមួយភរិយារបស់គាត់ឈ្មោះនារីពួកគេធ្វើការដោយភាពស្មោះត្រង់និងសុខសាន្ត យើងសប្បាយណាស់បើមានអង្គប៉ុន្មាននេះគ្រប់គ្រាន់សម្រាប់គ្រួសារ បាទអូនភាពស្មោះត្រង់គឺជាសុភមង្គលពិតប្រាកដថ្ងៃមួយតារាបានឃើញដើមត្នោតមាសកើតឡើងនៅចំកណ្ដាលស្រែគាត់ភ្ញាក់ផ្អើលហើយចាប់ផ្ដើមនិយាយជាមួយវាអូតើអ្នកមកពីណាដើមត្នោតមាសដើមត្នោតនោះបាននិយាយដោយសំឡេងទន់ថាវាអាចអនុវត្តសេចក្តីប្រាថ្នារបស់អ្នកដែលមានចិត្តស្មោះត្រង់តារាអ្នកមានចិត្តស្មោះត្រង់សូមប្រាថ្នារបស់អ្នកមកខ្ញុំត្រូវការអង្គតែប៉ុណ្ណឹងសម្រាប់គ្រួសារខ្ញុំតារាចាប់ដៃសូមអរគុណដើមថ្នោតបំភ្លឺភ្លាមៗនិងអង្គបានលេចឡើងជាច្រើនអរគុណច្រើនសុខាចិត្តនោះមានអ្នកចិត្តខាងឈ្មោះវណ្ណាដែលបានឃើញសេចក្តីអស្ចារ្យនោះហើយកើតចិត្តលោភបើខ្ញុំមានដើមត្នោតមាននេះនឹងកាន់តែប្រសើរពីគាត់កណ្ដាលយប់វណ្ណាបានទៅកាប់ដើមត្នោតដើម្បីយកទៅផ្ទះរបស់គាត់កុំធ្វើបែបនេះវណ្ណាចិត្តលោភនឹងនាំមកនូវទុក្ខខ្ញុំមិនចាប់អារម្មណ៍ទេភ្លាមនោះដើមត្នោតបានคล้ายជាសាឡាវណ្ណាបាត់បង់អ្វីទាំងអស់អ៊ុយតើអ្វីកើតឡើងទៅពេលតារាឮរឿងវណ្ណាគាត់មានមេត្តាហើយរំលឹកខ្លួនឯងអំពីក្តីស្មោះត្រង់ចិត្តល្អនាំមកនូវសុភមង្គលជានិច្ចសុខាបានលេចឡើងវិញហើយប្រទានពរឲ្យស្រែរបស់តារាចិត្តស្មោះត្រង់របស់អ្នកបានរក្សាព្រះពរពីថ្ងៃនោះទៅក្មេងៗនៅក្នុងឃុំរាល់គ្នាបានរៀនថាភាពស្មោះត្រង់នាំមកនូវសុភមង្គលស្មោះត្រង់គឺជាសេចក្តីស្រឡាញ់ដ៏ធំជាងមាស